សួស្តីជំរាបសួរបងប្អូនអ្នកកំពុងទស្សនាវីដេអូនេះថ្ងៃនេះខ្ញុំលើកបទបង្ហាញ concept trading មួយដែលនិយាយអំពី PD rate របស់ ICT Inner Circle Trader ដែលបង្កើតឡើងដោយលោកគ្រូ Michael J. Huddleston តាំងពីឆ្នាំ2017បងប្អូនដែលរៀន SMC Smart Money Concept ប្រហែលជាស្គាល់គាត់ហើយព្រោះគាត់ជាអ្នកបង្កើត Smart Money Concept កន្លងមកតោះកុំឲ្យខាតពេលយូរយើងចូលមកស្វែងយល់អំពីមេរៀន PD rate របស់ ICT Concept ICT មាន PD rate ជាច្រើនតែខ្ញុំចូលតែសំខាន់លើកមកនិយាយសម្រាប់អ្នកយើងស្រួលមិនស្មុគស្មាញច្រើន PD rate ICT សំខាន់មាន7ទី1 liquidity ជាសម្រាប់ all high all low តោះយើងជើមកនៅខាងក្រោមនេះគឺជារជីសម្រាប់ដូចយើងបានឃើញនៅក្នុងក្រាបជាក់ស្ដែងណាគឺវាមានកន្ទុយវែងហើយមានទៅបង្កើត swing low ឬក៏ swing high ដូចជាមួយនេះយើងចាប់វាមកនេះជា0ជាសម្រាប់ពីបងប្អូនបានឃើញអញ្ចឹងជាសម្រាប់នៅពេលដែលវាដល់ PD rate ជាសម្រាប់នេះដែលមានកន្ទុយវិញគឺវាមាន reaction ថាគឺវាបានបដិសេធតម្លៃbullish PD rate បានឡើងទៅប៉ះ bearish PD rate វិញឬក៏ liquidity ណាមួយ equal high អីចឹងទៅដូចនេះដូចគ្នាជាសម្រាប់ដូចគ្នាគឺវាមិនអាចបែកបានទេជាសម្រាប់ហ្នឹងបើមិនវាបែកជាសម្រាប់គឺតម្លៃហ្នឹងគឺវាបដូរទៅជាគឺអីទៅគឺវានឹង continue ទៅ bearish វិញទៀតនេះគឺជា bullish ជាសម្រាប់ហើយនេះគឺជា bearish ជាសម្រាប់ដូចយើងឃើញវាមានកន្ទុយវែងនៅលើហើយនៅក្រោមយើងគួរមកចាប់វាមកណាដែលវែងជាងគេហ្នឹងដូចបងប្អូនបានឃើញនេះជាកន្ទុយវិចវែងនៅក្រោមនៅលើនេះនៅតម្លៃថ្លៃនៅលើនៅតម្លៃថ្លៃនៅក្រោមនៅតម្លៃថោកគឺវាបានដល់0យើងហើយ0 position ហ្នឹងគឺវាបានបដិសេធហើយវាឡងទៅវិញគឺវាឡងទៅ PD rate ណាគឺbullish PD rate និង bearish PD rate គឺវាឡងពី bearish position មក sell side liquidity វិញអូខេយើងចូលមកឧទាហរណ៍ទី2របស់ PD rate ជាសម្រាប់យើងអាចសម្គាល់វាបានដោយវាមានបង្កើតកន្ទុយវែងនៅលើនិងនៅក្រោមនៅលើគឺតម្លៃ premium តម្លៃថ្លៃនៅក្រោមតម្លៃ discount តម្លៃថោកអូខេយើងមកចាប់ bearish PD rate ជាបន្តដល់គ្នាឧទាហរណ៍ទី2ពីបងប្អូនបានឃើញទីផ្សារបានដល់ bearish PD rate ដូចជាសម្រាប់របស់យើងក៏បាន reaction បានបដិសេធ bearish position បានមកយក sell side liquidity គឺនេះគឺ sell liquidity ដំបូងគេយកនេះលឿនជាងគេនេះតោមនេះចង់ក្រោយគេតែទៅការពេលបន្តិចនៅពេលទីផ្សារបានប៉ះ PD rate bearish ជាសម្រាប់ហើយវានឹងរានទៅ sell side liquidity វិញនេះ sell side liquidity liquidity គឺជាអ្វី liquidity គឺជាទឹកលុយសាច់ប្រាក់ក្នុងលំហូរទីផ្សាររបស់ forex ឬក៏ index ឬក៏ crypto ជាដើមដែលគេហៅថា liquidity មាននៅ all high all low នេះ all high នេះ all low បងប្អូនបានឃើញទីផ្សារបានប៉ះដល់ bearish PD rate
logic ចំរបស់យើងក៏បាន mediation បាន sell off មកយ៉ាងខ្លាំងមកយក sell side liquidity នេះគឺជា liquidity នេះគឺជា liquidity គឺទីផ្សារទៅយករ៉ាន់ពី liquidity មួយទៅ liquidity មួយឬក៏រត់ទៅរក AVG ហើយនឹងទៅរ៉ាន់យក liquidity អូខេតើយើងមកកត់សម្គាល់ identify liquidity របស់យើង liquidity មានន័យថាដូចក្នុងទីផ្សារ liquidity មានពីរប្រភេទគឺ sell side liquidity និង buy side liquidity យើងអាចសម្គាល់ចាប់ជួល liquidity បានដោយវាកើត high និង low គឺនៅកន្លែងខ្ទុយ week វាតើយើងមកចាប់វាទាំងអស់គ្នានេះគឺជា buy side liquidity sell side liquidity buy side liquidity sell side liquidity ហើយមិនក៏ sell side liquidity គ្នាsell side liquidity នេះ buy side liquidity នេះ buy side liquidity គ្នាបាទខ្ញុំសូមដាក់ឈ្មោះឲ្យដើម្បីអ្នកទាំងអស់គ្នាងាយស្រួលអូខេ liquidity ជាអ្វី liquidity ជាលុយក្នុងសាច់ប្រាក់អញ្ចឹងដើម្បីឲ្យងាយស្រួលយល់ក្នុងការបកស្រាយ liquidity គឺជា limit order buy stop ឬក៏ buy limit sell limit ឬក៏ sell stop ឬក៏កន្លែងដាក់ stop loss ដូចនេះជាដើមបើសិនជាយើងទិញនៅតម្លៃនេះគឺថាទីផ្សារបានប៉ាក់ asset កន្លែង rejection នេះយើងទិញឡើងប៉ុន្តែដាក់ stop loss កន្លែងនេះដាក់ stop loss កន្លែងនេះទីផ្សារបាន hit stop loss យើងបាត់ហើយនៅពេលដែលយើងទិញឲ្យដាក់ stop ឡើងនេះនោះថាstop loss resting order គឺថាគឺ liquidity អត់តន់យកអស់ទេហើយអ្នកដែលដាក់ buy limit នៅកន្លែងនេះគឺបាន in profit បើគាត់ដាក់ buy limit កន្លែងនេះហើយដាក់ stop loss 10លេខមកគឺគាត់ in profit តែក៏មិនសូវបានច្រើនណាស់ដោយសារទីផ្សារកំពុងតែបង្កើត liquidity នៅក្នុង accumulation នៅឡើយហើយអ្នកដែលគាត់ទៅ break out គឺគាត់ដាក់ sell stop ឯនេះគាត់ដាក់ sell stop ឯនេះហ្នឹងគាត់ដាក់ sell stop ឯនេះហើយយើងសៀសាយសំទោសគឺដាក់ sell stop ចេះគឺគាត់ដាក់ sell stop ឯដើម្បីមកយកliquidity ឯនេះដើម្បីយក TP liquidity ឯនេះប៉ុន្តែចៃដន្យអីsell stop គាត់គឺត្រូវបាន active ហើយក៏ប៉ុន្តែគឺទីផ្សារបែរជា reverse ទៅវិញគឺបានជាប់ hold បើសិនជាគាត់ដាក់ stop ហើយគឺគាត់ជាប់ hold ហ្នឹងគឺគាត់នឹងប៉ះពាល់អារម្មណ៍គឺនឹងពិបាកហើយបើសិនគាត់ដាក់ stop loss គាត់ hit stop loss គឺមិនថាគាត់បានធាក់ចេញពីទីផ្សារហ្នឹង
ដូចគ្នានេះបងប្រហែលឃើញchứដូចខាងនេះបងប្អូនបើសិនជាអ្នកគាត់ trade break out គាត់ថាកន្លែងនេះគឺនឹង break out ណាគឺគាត់ដាក់buy stop បើសិនគាត់ដាក់ buy stop កន្លែងនេះហើយគាត់ថាគាត់ដាក់ stop loss ទេហើយគាត់ដាក់ TP នៅនេះគាត់យក liquidity នេះហ្នឹងហើយបាទគាត់យក liquidity នេះដើម្បី TP របស់គាត់ប៉ុន្តែចេះដល់អីទីសាបានទៅប៉ះ order គាត់ active order គាត់ហើយបានប៉ះ buy stop របស់គាត់ប៉ុន្តែទីសាបាច់ជា reversal វិញ reversal វិញគឺគាត់នឹងមានបញ្ហាគឺគាត់ចប់ hold គឺហានិភ័យខ្លាំងមែនតើតែបើសិនជាគាត់ដាក់ stop loss អត់អីទេគឺមានការខាតតិចខាតបងតិចតួចមិនជាបញ្ហាទេនេះគាត់ដាក់ stop loss ឡើងនេះអីគឺគាត់ខាតបងតិចតួចល្មមដែរទេគឺគាត់មិនអោនខាតទេនេះបើសិនជាយើងដាក់ sell limit អីត្រូវតែលើនេះយើងដាក់ sell limit មកហើយនេះគឺជា liquidity listing ដែលទីសានឹងទៅហាន់ liquidity គឺទៅយក order មក order ហើយបានទីសារត់មកវិញបានទីសារមានថាទីសារត្រូវការ liquidity ដូចជា eco ហើយ eco low និង consolidate នឹងបើទីសារចាក់ liquidity buy side liquidity ឬក៏ sell side liquidity ដែលវា resting ពីមុនមកហ្នឹងគឺនឹងយកហើយទីសារនឹងរត់ហើយដូចបងប្អូនបានឃើញបើសិនយើងដាក់ sell limit នេះយក stop loss 5លេខមកហើយយើងដាក់មើល TP liquidity មក1 sell side liquidity 1 2 3 4 5 TP អាចយកតាមចំណូលចិត្តរបស់បងប្អូនហើយដោយអាស្រ័យលើបងប្អូនអាចអត់ធ្ងន់នឹងវារងចាំវាបាក់អត់ប៉ុណ្្នឹងទេជាអាចយកតាម liquidity ប៉ុណ្នេះក៏បានយកតាម FVG នេះ FVG នេះតែ FVG លឿនតែយើងយក liquidity នេះក៏បាននេះគឺជា liquidity នេះគឺជា liquidity ដែរនេះ liquidity យកនេះក៏បានយកនេះក៏បាននេះក៏បានតែថាត្រូវ take time តិចដូចយើងមកអត់ឃើញត្រូវការប្រើពេលរយៈពេល3-4ថ្ងៃដែរដើម្បីដល់ liquidity ហ្នឹងបងអត់ឃើញអូខេតើយើងចូលមកដល់ order block នេះ order block bullish order block យើងអាចសម្គាល់ order block បានអាស្រ័យនៅពេលវាប៉ះ key level time frame ធំដូចជា weekly daily 4ម៉ោង1ម៉ោង5នាទី5នាទីអញ្ចឹងតែខ្ញុំ recommend គឺយក4ម៉ោងហើយនិង1ម៉ោងនេះគឺតាំងតែ1ម៉ោងនេះគឺវាប៉ះ key level មួយណា order block គឺវាបានប៉ះPD array key level resistance block ហ្នឹងចាក់វាមកអូខេនេះគឺជា order block របស់យើងដល់អ្នកខ្លះគាត់ប្រយុទ្ធប្រើខ្សែនេះយកខ្សែនេះជិះក៏បានដែរចាប់ត្រឹម body បើក៏បានចាប់ wick ក៏បានចាប់ body បើស្អាតនេះជា bullish order block
នេះ bullish order block គឺ up close no down close candle នេះ down close candle នេះ1 2 3 down close candle គឺជា bullish order block គឺជា candle bearish នៅពេលដែលវាមុននឹងបុកឡើងទៅខ្លាំងហើយមាន FVG គឺវា high profitable ជាងគេតែបើសិនជាវាមាន FVG ទេគឺវា high profitable គឺវាបានជីវ៉ាត់តិចជាងអត់មាន FVG តែបើសិនជាមាន FVG high profitable គឺវារត់បានឲ្យជាងច្រើនលេខ FVG no នេះ bullish order block មួយតោះមកនេះក៏ជា bullish order block ដែរដែលវាដុបគ្នាទៅវិញទៅមកដែលវាដុបគ្នាមួយទៀតអូខេដាក់ឈ្មោះវាមកដើម្បីយើងងាយស្រួល bullish order block 1 2 bullish order block down close candle គឺជា bullish order block គឺ bearish candle នៃពេលវាបុកឡើងខ្លាំងហ្នឹងគឺ bullish order block 1 2នេះអានេះដូចគ្នាយើងវាស់វា respect ន័យថាវាគ្រប់តម្លៃដែលមាន threshold នៃ order block ដែលអង់គ្លេសគឺជាបកគ្រូតាំងទីគឺជា consequent encroachment មានន័យថាចក្រានេះក៏ midpoint នេះបងប្អូនបានឃើញចំណុចកណ្ដាលគឺវាបិទលើចក្រាអញ្ចឹងទីតម្លៃទីសាតម្លៃវាមានអត់អាចឲ្យមកក្រោមទេគឺវាបិទតម្លៃអត់ហើយព្រោះវាបានបិទលើតម្លៃកណ្ដាលហ្នឹងហើយតែដល់ order block 1 2 3 bullish order block អូខេthis one is support នេះ valid តែវាអានេះវាបិទក្រោម 50% តែមានយើងមាន resistance block ដែលវាអាចទប់តម្លៃបាននេះ resistance block បើសិនជា body candle វាបិទក្រោម low នេះគឺវាបាយមកក្រោមតែចៃដល់នេះគឺវាមកតែចាក់ liquidity ទេចាក់ stop hand ទេគឺ liquidity stop hand ទេគឺយក buy limit order ហើយនឹងចាក់ stop loss អ្នកដែលទិញដាក់ stop loss តែនេះអីគឺធាក់ចេញហើយអ្នកដែលដាក់ stop អីគឺនឹងដកចេញហើយណាគឺចប់ hold មកអីទៀតហើយនេះជា bullish order block ដែរ FVG so high profitable អស់នេះយើងបានឃើញនេះ bullish order block មានយក3 candle បានខ្ញុំ candle បានតែសញ្ញាយើងយក3 candle ទៅវា support price ជាងហ្នឹងហើយមាន FVG នេះមាន FVG high profitable ទេតែនេះមាន FVG តូចមួយនេះមាន FVG ធំបងប្អូនមើល FVG ធំគឺវា support ហើយគឺវាមកប៉ះ FVG ហើយបើ order block គឺវាតូចទៅលើខ្លាំងនេះច្រើនលេខបងប្អូន70-80លេខនេះមាន FVG តែតូចមួយសឹងមើលឃើញនេះតូចមួយនេះ FVG ដែរវិញជុំដល់វា reach order block វិញno this oneអូខេយើងអាចសម្គាល់ order block បានដោយយើងនៅជាបើសិនជា bearish order block គឺយើងយក bullish candle គឺយក candle មកយើងយក up close candle ហើយនេះ up close candle នេះ down close candle នេះ up close candle គឺយើងចាក់វាមកនេះមាន FVG high profitable FVG high profitable order block មាន FVG គឺ high profitable តែបើសិនជាអត់មាន FVG គេគឺ low profitable អត់សូវរត់បាញ់តាំងលេខទេBullish order block support price
bearish order block support price last up close candle នេះចូលrejection block អានេះមិនចូល bearish order block ទេគឺអាចយកជា bearish order block ក៏បានដែរ this bearish rejection block the order block the order block order block គឺវាមាន AVG នេះក៏មាន AVG ហើយ profitable គឺវាមិនចាក់ order block វិញនេះបងបានឃើញនេះ AVG សម្អាតliquidity ដូចជា equal high ដែលមករៀបរាប់ពីមុនមកនេះដូចជា liquidity នេះ liquidity equal high នេះដូចគ្នា non នេះ liquidity equal high គឺមកសម្អាត equal high ចាក់ពី D array មួយណាគឺ order block វាជា order block សម្អាត equal high ចាក់ order block សម្អាត liquidity pool នេះដូចគ្នា liquidity pool នេះខំទៅលើគឺជា liquidity equal high liquidity ដែលត្រូវផ្ដាច់ដើម្បីឲ្យទីផ្សារ run order មើលថាទីផ្សារត្រូវការ liquid កម្មទឹកលុយគឺគាត់ត្រូវការឲ្យអ្នកលុយតូចចាក់លុយចូលមុនឲ្យគាត់ចាក់លុយ trade មុនទៅមកនៅពេលដល់ PD array តំបន់ថ្លៃគឺគាត់លក់ចោះហើយនឹងតំបន់ថោកគឺគាត់ទិញឡើងដូចនេះជាដើមគឺយើងមើលទៅគឺគាត់នៅលក់នៅថ្លៃimport ដូចបងប្អូនបានឃើញនេះគឺនៅថ្លៃimport គឺគាត់លក់មកគឺ in profit យកមកប៉ះ order block នេះតែបើសិនជាយើងលក់នៅតម្លៃកណ្ដាលអីគឺយើងជាប់ផលហើយគឺយើងដឹងថាទៅលើទៅក្រោមគឺយើងប៉ះពាល់អារម្មណ៍យកមកអញ្ចឹងជាល្អយើងកុំចូលពេលតម្លៃដែលយើងចាំទៅទិញនៅតម្លៃថ្លៃនិងតម្លៃថោកអូជាតែយើងចាំលក់នៅតម្លៃថ្លៃយើងទិញនៅតម្លៃថោកដូចចេះនេះគូទៅហើយមើលចេះនេះមិនតម្លៃថោកនេះតម្លៃថ្លៃទៅកណ្ដាលបើសិនជាតម្លៃនៅឡើយនេះយើងកុំចូលឲ្យសោះយើងកុំទិញឡើងកុំលក់ចោះបើយើងទិញឡើងបើសិនជាវាឡើងយើងមានអារម្មណ៍ថានៅពេលវាត្រូវប៉ុន្តែបើសិនជាវាចៃដន្យអីវាចោលវិញដល់តាមនេះអីតាវាយើងមើល liquidity យើងឃើញខាតអាហ្នឹងគឺយើង emotion អញ្ចឹងវាល្អឲ្យកុំចូលយើងទៅស្វៀតរងចាំវិញចាំវាប៉ះពី D អីយើងប៉ះនៅ bearish order block ចាំយើងលក់ចោះហើយទៅប៉ះ bullish order block អីចាំយើងទិញឡើងអញ្ចឹងទេគឺយើងក៏ក្នុងនេះបាន emotion គឺចាំឲ្យប៉ះពាល់អារម្មណ៍ហ្នឹងអូខេតើយើងមកមើល PD array ទី4ទាំងអស់គ្នាគឺ AVG ហ្នឹងហើយ fair value gap គឺ fair value gap គឺកន្លែងដែលសមគួរកន្លែងដែលចំណុចខ្វះខាតគឺទីផ្សារនឹងមករក AVG វិញដែលស្មើនេះគឺហៅថា imbalance គឺមិនថាមានចន្លោះដែលមិនស្មើគ្នាទេបើ balance មើលថាវាស្មើគ្នាគឺវាមានអត់មានចន្លោះអីទេអញ្ចឹង AVG យើងចាក់បានអាស្រ័យលើមាន3 candle ហើយគឺ candle ឆ្វេងហើយនឹងស្ដាំរបស់កណ្ដាលហ្នឹងគឺវាវិកបន្ទុយអត់ប៉ះគ្នាទេឧទាហរណ៍ដូចនេះចាប់ជូនបងប្អូននេះជា bullish AVG នេះទុកចាំ AVG ពណ៌ស្អាតបតោខៀវតាមចំណងចិត្តបងប្អូនជាបងវាដុតតិចមកថ្លានេះហ្នឹង bullish AVG មួយយើងរកទៀត bullish AVG ណានេះ bullish AVG តែពេលហូតថ្លៃហើយតែឡងមួយ inversion reaper នេះច្បាស់ใจនេះជាឧទាហរណ៍បានមួយ bullish AVG ដែរពី bullish AVG ពី
គឺចំណុចកណ្ដាលគឺអត់បែកទេអញ្ចឹងវាហូរតម្លៃគឺមាន strong មានថា bullish trend strong ទំហំ order flow bullish គឺខ្លាំងនៅពេលដែលវាអត់បែកថ្លៃកណ្ដាលនេះគេបយើងនិយាយពីខំ FG 1 FG 2 FG 1 G bullish FG 1 FG 2 bullish FG 3bullish FG ដែរ bullish FG នេះសិតតែ FG ទាំងអស់នេះយើងចូលខណៈនេះ decrease void បីបុកខ្លាំងណាស់គឺ bullish FG ដែរបងប្អូនគ្នា bullish FG នៅពេលដែលទីផ្សារបង្កើត FG នៅពេលដែលគេដាក់បុកខ្លាំងហ្នឹងគឺវាបង្កើត FG គឺមានថានៅពេលគេដាក់បុកមកធំអញ្ចឹងគឺវាបង្កើត FG ហើយ candle ស្ដាំដៃបន្ទាប់ហ្នឹងគឺវាបង្កើតអាឡូននេះអាកតុយមួយនេះគឺវាមកតែបន្តិចទេគឺវាទុកចន្លោះហ្នឹងគេហៅថា FG នេះដូចគ្នាបុកឡើងផឹងពេល candle បន្តស្ដាំដៃមកគឺកតុយមួយគេហៅថា FG ជាមួយណាចា FG ណាតែយកអស់ FG នេះbullish FG នេះយើងអាចសម្គាល់ bullish FG បានដោយសារនេះមាន candle សងខាងកណ្ដាលនេះ candle កណ្ដាលនេះគឺបុកខ្លាំងយកមកវាអាចធ្វើឲ្យបង្កើត FG បានបងប្អូនឃើញនេះគឺសងខាងវាអត់មានវិកប៉ះគ្នាទេគឺទុកចន្លោះស្អាតយកមកគឺថាcandle កណ្ដាលនេះគឺ FG តែបើនេះតូចមួយទុកឲ្យតូចមួយ bullish FG តើយើងមើល FG វិញនេះ FG ដាក់ពងហមយើង FG Bearish FG FG វាសឹងចូល liquid void មែន FG នេះBearish FG នេះពេលមកពេញថ្លៃខាត់ខ្វះខាត Bearish FG នេះគឺវាខ្វះខាតអញ្ចឹងទីផ្សារត្រូវបំពេញតមកផ្ដាច់ equal high តាត់ equal high នេះ Bearish FG ដូចអ្នកគេមកឃើញទីផ្សារមកបំពេញថ្លៃកណ្ដាលហើយ full price almost មកតិចទៀត FG Bearish FG Bearish FG Bearish FG នេះ bullish FG វិញទេbullish FG bullish FG bullish FG គឺ FG អស់ទៅពេលទីផ្សារបុកផឹងcandle បុកមកធំបើធំគឺបង្កើត FG អាពេល candle សាប់ដៃអញ្ចឹងពេលវាលុយកតុយវិចដែរតែវាលុយតិចវាអត់លុយប៉ះគ្នាវាថា candle ហ្នឹង balance ហើយ FG bullish FG នេះ bullish FG ខ្ញុំបំពេញអស់bullish FG ដូចគ្នា bullish FG ដូចគ្នាចាក់ FG ហើយបំពេញថ្លៃហើយឡងទៅវិញ support price ឡើងទៅលើនេះ Bearish FG ច
Beauty AVG នេះ Beauty AVG នេះគ្នា Beauty AVG គឺ support prime ของវិញដូរលំហនេះនេះ Jason block order block AVG support prime មកของវិញ AVG AVGអូខេ AVG នេះជាសម្គាល់ AVG បានដោយនេះបងប្អូនបានឃើញខ្ញុំចាប់ជួនបងប្អូនគឺ3 candle គឺ candle សងខាងនៃកណ្ដាលនេះបុកខ្លាំងគឺវាធំគឺតាមនេះមានបង្កើត wick បើមិនវាបង្កើត wick ទេយើងចាប់វាជា AVG បានគឺ high profitable យកមកសម្រាប់ order block AVG support brand ទៅលើ AVG support brand ទៅលើ AVG support brand ទៅលើ bullish AVGនេះ Beauty AVG 3 candle 1 2 3 candle ស្ដាំណាស់គឺបង្កើត wick មកបងបង្កើត wick បានធំនេះគេអាចយកអាច AVG បានតែបង្កើតធំនេះគឺ AVG ដែរទៅទៅអត់ candle ឆ្វេងស្ដាំគឺបង្កើតអាផ្ទុយតិចហ្នឹងអត់ប៉ះគ្នាគឺមិន AVG គេហៅថា implied AVG ហ្នឹង AVG លាក់ខ្លួនតែហ្នឹងខ្ញុំសូមលើកអញ្ជើញព្រោះវា advantage ជំយើងលើកងាយស្រួលឲ្យជំនេះនេះ Beauty AVG 1 2 3 candle នេះ candle ប៉ះគ្នាទេចំណុចខ្វះខាតទី30ពេញ Beauty AVG នេះទី30ពេញ1 2 3បងប្អូនឃើញកតុយវាអត់ប៉ះគ្នាអញ្ចឹងយកវាជា AVG នេះ Beauty AVG នេះទីបងប្អូនអត់ឃើញទីសាបុកឡើងខ្លាំងនេះខាងដល់កណ្ដាលបុកឡើងខ្លាំងគឺខាងដល់ខាងស្ដាំនៃបន្ទាប់ហ្នឹងគឺត្រូវបង្កើត AVG មើលថា AVG វាកើតបានលុះតែមានកតុយវាមកល្មមក៏តិចតួចក៏អត់ក៏បានដែរតែបើសិនជាប៉ះគ្នាណូគឺមិន AVG ទេណាបើសិនជាកតុយមកស្មើគ្នាអញ្ចឹងគឺណូមិន AVG ទេនឹង bullish AVG វិញ bullish AVG អស់មក Beauty AVG វិញអស់នេះ Bullish AVG មកពេញតម្លៃខ្វះខាតវា AVG មានតម្លៃខ្វះខាតក៏សំគួរកន្លែងគេលក់ក៏ទិញចឹងទីផ្សារមានពីរគឺមកពេញ AVG ហើយនឹងមកយក liquid មិនថាវាមកយកនេះខ្សែអីអត់នោះ buy sell liquidity buy stock liquidity ដូចនេះគឺមកយក sell liquidity នេះវាថាមកពេញ AVG ឬក៏មកយក liquidity គឺថាយក all high នេះបាទដូចនេះ all high វាយក all high នេះអានេះ all low នេះយក all low នេះ all high all low ហ្នឹងទីផ្សារមានពីរគឺវាមកយកមកពេញ AVG និងយក all high និង all low នេះ all high នេះខ្ញុំយកឧទាហរណ៍នេះឲ្យស្រួលនេះ all high នេះ high ពីមុននេះថ្ងៃ29 28 27នេះ all high នេះ previous day high នេះ all low previous day low គឺ all low ថ្ងៃ28គឺបានយកនៅថ្ងៃនៅថ្ងៃ6 9ព្រឹកថ្ងៃសុក្រហ្នឹងហើយទីផ្សារមានពីរគឺបំពេញ AVG និងយក all high all low ន័យថាយក buy stop sell stop យក liquidity គឺពេញ AVG ប៉ុណ្ណឹងទេអូខេតើបងប្អូនយើងចូលមកដល់ video ទី4ទាំងអស់គ្នាមើល4ទី5និងទី5អស់នេះ liquidity void ហ្នឹង liquidity void liquidity void គឺកន្លែងដែលទីផ្សារបានទិញឡើងខ្លាំងឬក៏លក់ចុះខ្លាំងគឺបង្កើត AVG មកតែ AVG ធំខ្លាំងណាស់ដែលគឺទៅធ្វើពេញយកមក
គឺមានដូចជានេះ liquid void ប៉ុណ្ណាណៃថ្ងៃអនាគតនឹងទីផ្សារនឹងមកយកយើង extend វាមកនេះនៅទីផ្សារមកយកអស់ណា liquid void នេះមិន FG ចូលដល់ liquid void ដែលយើងអាចយកជា FG បានតែទូទៅតាវាមាន gap ធំ FG ធំមួយគេហៅថាជា liquid void នេះ program ទៅលើនេះនេះ bullish liquid void គឺទីផ្សារត្រូវបំពេញលេខខាងឡើងហ្នឹងគឺអាចចដោះទេវាថាគឺយើងទីផ្សារអ្នកទិញឡើងហើយគឺខ្វះអ្នកលក់ចោះដើម្បីបំពេញតម្លៃខ្វះខាតហ្នឹងគឺទីផ្សារលក់ចោះវិញដូចនេះជាដើមនេះបងប្អូនបានឃើញអញ្ចឹងនេះគឺជា bullish liquid void ប៉ុណ្ណាណៃមិន average ណា average នេះ average នេះតូចទេគឺមិនទីតែ average អតានេះ no គឺវាមកយកអស់លេងហ្មងគឺវាចាក់អំបែកទៀតចាក់អំបែកមកខំបងប្អូនឃើញនេះបានជា LG តានេះជា liquid void ទេព្រោះ LG ធំហ្នឹងជា liquid void ទីផ្សារត្រូវបំពេញដាច់ខាតវាអាចបំពេញហើយបក្សែតទៅលើវិញឬក៏ពេញហើយគឺវាខលញោមខំទៀតនេះ bullish liquid void អានេះជា liquid void ដែរliquid void ប៉ុណ្ណានេះ liquid void នេះក៏ដូចគ្នា liquid void ធំអានេះ liquid void នេះបងប្អូននេះ liquid void ដូចគ្នា bullish liquid void នេះ bullish អានេះវា liquid void ប៉ុណ្ណាណៃបងប្អូនវាទីផ្សារបានឃើញបំពេញ AVG នេះវាចាំបំពេញ liquid void គឺ full យកមកនេះគ្នាគឺ full យកមកនេះ full យកមក liquid void គឺបំពេញយកមកខ្វះខាតនេះខ្វះខាតធំពេនខ្វះខាតធំជាង AVG ទៀត AVG អាចទប់បានតែ liquid void ទប់បានហើយវាខ្លាំងនេះ liquid void នេះ liquid void គ្នាបងប្អូន liquid void នេះជា AVG នេះនិយាយ AVG វាបាន validate break ហើយ support price នេះតែ inversion AVG នេះតែនេះខ្ញុំសូមអត់លើកមិននិយាយព្រោះវា advanced communicate ខ្ញុំនឹងលើកនិយាយទៅក្នុង course នេះគឺ liquid void គ្នា extend វាមកវានឹងប៉ះនេះ liquid void ធំហើយ no doesn't touch strong bullish នេះអត់មកខាតនេះ bullish នេះ very liquid void ធំ liquid void វាធំនេះគ្នា liquid void ធំអា liquid void គឺបំពេញអស់គឺបំពេញអត់ ន
នេះដូចគ្នាបងប្អូន liquid void liquid void liquid void បើថា average ធំខ្លាំងដែលត្រូវការបំពេញវិញព្រោះអីតម្លៃបានខ្វះខាតដូចអ្នកលក់ចប់គឺត្រូវការអ្នកទិញឡើងបំពេញដើម្បីបំពេញតម្លៃសមគួរណាឲ្យខ្វះខាតគឺឲ្យស្មើភាពគ្នាអ្នកទិញឡើងត្រូវការអ្នកលក់ចប់នេះអ្នកលក់ចប់ត្រូវការទិញឡើងនេះនេះមិនប៉ុណ្ណឹងទៅចូលមើល PD ទៅបន្តទៀតអូខេតើយើងចូលមក PD array ទី7បាទហើយទី7ឡើង1 2 3 4 5 3 4 5 1 7 breaker ហើយចូលមក breaker គឺវាមកយកliquid ពីមុនបើសិនជា bullish គឺយក sell liquid នេះ sell liquid ចាក់វាមកនេះ sell liquid sweep ក៏អាច stop hand ក៏បាន stop red liquid pure liquid red តាមចំណូលចិត្តគាត់អ្នកហើយអញ្ចឹងទៅអត់ liquid នៅ1 2នេះខ្ញុំចាប់ដោយសារខ្ញុំឃើញ liquid យកនេះទៀតក៏បានណាគឺ stop hand stop hand ចឹងតទៅពីទីផ្សារបានដល់ stop hand ហើយគឺទីផ្សារនឹងបង្កើត breaker គឺនេះ breaker last up close candle យកនេះចេះមកនេះbreaker extender breaker នេះ bullish breaker ចាក់ AVG bullish breaker គឺ breaker វាតម្រង់ចាក់បងប្អូននេះដូចគ្នាវាចាប់ចេះមកនេះបងប្អូនចាប់ចេះពីចំណុចទីហ្នឹងតែថាវាធំទីគីគឺ break នេះ stop hand យក liquid ហើយ break high នេះ test breaker ខ្លះ test breaker ហើយនេះទីក៏ breaker ខ្លះគឺ FG តែ FG នេះអានេះគឺជា FG breaker អូខេចូលមករក bearish breaker មួយនេះ bearish breaker របស់យើងអ្នកនរគ្នាបានឃើញទេដូចខ្ញុំបានលើកមិញហ្នឹងគឺ breaker ទៅតែមាន stop hand ឬក៏ liquid sweep ហើយភាសាពីរហ្នឹងអ្នកនរគ្នាចង់ហៅវិញក៏បានដែរ stop hand នេះ rejection block order block AVG នេះ S plus setup ប៉ុន្តែវាគឺ setup គឺ S plus setup ទៅបងមក stop hand យកណា break low យកនេះក៏បានយកនេះបាន last down close candle យកនេះក៏បាននេះក៏បានយើងយកនេះវាច្បាស់វា break ច្បាស់យ៉ាងមកហើយយកនេះក៏បាននេះ breaker retest AVG នេះ retest AVG នេះបងប្អូនបានឃើញ retest AVG full option យកមកនេះ AVG retest AVG stop hand breaker
stop hand breaker ហើយ retest AVG យើងបោះមក swing យើងមកគឺនៅតម្លៃថ្លៃយើងចង់ទិញតំណែងនៅតម្លៃថោកលក់តំណែងទៅតម្លៃថ្លៃអញ្ចឹងយើងចង់ ZA មួយចង់ចំណេញទៅអញ្ចឹងយើងចង់ចាំវានៅតំបន់ថ្លៃមួយតំបន់ថោកយើងចាំទិញតម្លៃថោកតម្លៃថ្លៃនេះពីបងបានឃើញនៅ very deep premium មែនតើតែ deep premium ហ្នឹងគឺនឹង discount នេះvery breaker នេះ breaker គឺ stop hand breaker AVG stop hand នេះអ្នកគ្នានេះគឺវា stop hand ក៏បាន breaker តើតែមាន stop hand បានជា breaker តែបើអត់មាន stop hand ទេវាធ្វើ fail ហើយគឺមកជា breaker គេទេគឺជា failure swing ន័យថា mitigation lock យើង mitigation lock បញ្ចូលនៅ PD រីមេរៀនបន្ទាប់នេះ very breaker ចាប់យកមកអស់នេះគឺអត់ដូចថាខ្ញុំបានឃើញនេះ breaker ដូចគ្នាយ៉ាងនោះនេះចឹងមើល stop hand breaker AVG AVG យើងលក់នៅតម្លៃ premium ថ្លៃថ្លៃទាំងថ្លៃថោកនេះនេះគ្នាអ្នកអស់គ្នានេះយើងវល់ឲ្យមកអត់ swing នេះវល់មកតែយើងទិញនៅតម្លៃថោកតែវាមកតម្លៃថោកប៉ះតាមតម្លៃកណ្ដាល mid point equilibrium ឬក៏ consequent encroachment ក៏បានដែរហ្នឹងហើយ equilibrium ហ្នឹងគឺបើសិនជាអត់មកតម្លៃ discount ទេយើងអាចទិញបាននៅតម្លៃ equilibrium នេះគឺនៅចំ breaker យកមកដល់យើងទិញនៅតម្លៃ discount អាហ្នឹងមើលថាវាមកប៉ះ AVG វា deep entry ទៀតហ្នឹងហើយ bully breaker អ្នកនរ stop hand breaker AVG breaker AVG stop hand break high Caesar stop hand break high retest AVG breaker នេះ AVG វានេះតែ breaker ដូចនេះ stop hand break low break stop hand high break low retest AVG តែ breaker all the block បាននេះដុំនេះ all the block ទាំងអស់នេះបងមិនឃើញនេះតើយើងនឹងអស់គ្នាចូលមេរៀន PD ទេ mitigation block ទាំងអស់គ្នានេះជា bullying mitigation block ហើយវាអត់បានយក low ទេនៅបាក់ set low បងប្អូនគឺ failure swing retest mitigation block close candle ផកបានទៅលើហ្នឹង bullying mitigation block នេះ failure swing ចាគឺវាមិនយក low ទេបាក់ set low នេះគឺវាអត់យក failure swing
នេះ break high វាដូច break ដែរតែគេហៅជា mitigation block នេះ break ដែល high retest គឺ mitigation block failure swing ចំពោះ bearish mitigation block យើងរកមើលណានេះតែនេះមកទៀតសម្អាតឯនោះនេះគេនេះអត់យក high ទេនេះយកតែ fail យកទេអត់យក high អត់យក high break low នេះ mitigation block break low យក low នេះ no low នេះបែរនេះ clean test clean retest នេះ mitigation block failure swingគឺ fail យកទេ break high retest អូគឺ failure swing គឺវាយកទេគឺ failure swing នេះ failure swing តមក break low នេះ break គឺអត់យក high បាក់សាយវា break មកវា retest នឹងការតាម mitigation block failure swing នេះជាសភៅ PDF ដែលខ្ញុំយកមកនេះវានៅថ្លៃ premium គឺយើងថ្លៃយើងលក់អានៅថ្លៃ discount จึงទិញឲ្យវាថោកហ្នឹងហើយ swing high swing low ហើយអីវាសំខាន់ដោយសារ algorithm ចំរបស់ទីផ្សារគឺទៅប៉ះ PD array support PD array ដើម្បីទៅយក buy side liquidity sell side liquidity ដើម្បីម្នាក់ទិញនិងអ្នកលក់គឺទៅយក liquidity ឬក៏ទៅបំពេញ AVG ឬក៏បង្កើត AVG នេះ imbalance AVG ហ្នឹងហើយគឺយើងប្រើសម្រាប់តា PD array តែអត់ទាន់ប៉ះពាល់ទេតែ PD array ដែលបានប៉ះពាល់ហើយគឺយើងអត់យកមកចៃទេគឺខ្លាចជាទឹកលុយទាំងទឹកផ្ដាច់ជារួមទៅគឺ equal high equal low consolidate ហ្នឹងគឺpremium discount PD array មាន3 all high all low Jackson lock order block AVG liquidity void breaker mitigation lock នេះ all high all low នេះ all low all high set side liquidity internal នេះ buy side liquidity internal គឺខាងក្រៅទាំងអស់គ្នានេះអាក្រៅនេះក្រៅនេះអាក្រៅនេះ external liquidity នេះ internal liquidity នេះ internal liquidity គឺគាត់សោដែរបានណានេះចូលលក្ខណៈ power 3នេះ power 3ដែរតោះមកលើកវិញជិះទឹកវិញពីក្រៅនេះជាសម្ដក់ដែលខ្ញុំបង្ហាញអ្នកទាំងអស់គ្នានេះយកកតុយវា boolean ជាសម្ដក់គឺ spot price ទៅពេលដែលវាដល់ PD អីជាសម្ដក់ហ្នឹងហើយគឺមាន reaction ប្រតិកម្មយើងមើល PD ទេគឺមាន reaction ដល់ហ្នឹងហើយនៅពេលដែលវាបានបាក់ side គឺយើងអាចមានឱកាសទិញឡើងបានដូច bearish ជាសម្ដក់ដូចគ្នាtime frame ធំនៅប៉ះ week ហ្នឹងផ្ទុយទប់តម្លៃបានប៉ះ side ឲ្យមកលើទៀតគឺ support តម្លៃមកក្រោមវិញគឺអាចបែកបានអាច no cannot valid enable នេះ order block នេះ last down close candle សម្រាប់ bullish order block គឺ candle bearish នេះ bearish order block គឺ last up close candle នេះ AVG fair value gap ខ្ញុំមកឲ្យបងប្អូននេះ AVG នេះ AVG នេះ AVG AVG នេះ AVG AVG នេះ AVG នេះ liquidity void ខ្ញុំមកឲ្យបងប្អូននេះ liquidity void នេះបុកធំចេះ
ទៅបុកធំទៅ liquid LG ធំវាមកពេញមកផ្ដាច់ចូលមកគឺមានថាវាចំនួនអ្នកទិញខ្លាំងគឺខ្វះអ្នកលក់គឺ LG Big Liquid Void អញ្ចឹងទីផ្សារនឹងបកមកយកវិញបកមកលក់យក Poly Liquid Void ហ្នឹងទិញទៅបំពេញ Poly Liquid Void នេះ breaker Poly breaker Poly breaker នេះវាមាន stop hand តមក break high នេះ test breaker នេះ test breaker វាខ្លះbreaker ខ្លះគឺ test LG deep discount យកមកនេះ breaker ដែរយក high break low LG មក retest LG នេះ retest điều retest នឹង breaker តែ LG នេះយើង sell ទៅបានតម្លៃពិតជា deep entry មកច្រើនលក់បានតម្លៃខ្ពស់នេះ mitigation block ខ្ញុំបង្ហាញជូនបងប្អូននេះគឺ failure swing គឺវាអត់យក low ទេឬអត់យក high failure swing ហើយ breaker មកគេថាទៅជាន័យថា breaker ក៏បាន chasing steadily ក៏បាន bullish mitigation block គឺ mitigate ទាំងអស់គ្នាដែលលក់ចុះកន្លែងនេះគឺ mitigate loss គឺថា mitigate ការ position loss របស់គាត់គឺទិញឡើងវិញឯងស្មើមកនេះទិញឡើងដីនេះគ្នាអត់យក high ទេគឺ no stop hand តមក break low តបមកអ្នកដែលទិញឡើងគឺខាតគឺ mitigation វា mitigation គឺថាគឺធ្វើផ្សេងអ្នកទិញឡើងគឺទីត្រៃបានប្រៃហើយតែអ្នកទិញឡើងខំប្រឹងទិញឡើងសាក់លក់ចោះគឺគេថា mitigation loss គឺ mitigate their loss their buying loss position ហ្នឹងហើយនេះ their selling loss position នេះ PDA នេះ IPDA interbank price delivery algorithm នេះរកពី20ថ្ងៃមក20ថ្ងៃអញ្ចឹង20 40 60នេះ PDA មាន all high all low rejection block order block AVG breaker swing premium and discount premium discount ដូចគ្នានេះ AVG rejection block order block AVG all low PD ដែរវាអូខេបងប្អូនប្រិមត្តយើងទាំងអស់គ្នានេះគឺជា PD array ទាំង8របស់ ICT PD array សំខាន់ៗដែលយើងលើកយកមកធ្វើបទបង្ហាញហើយជំនួយតែប៉ុណ្្នឹងទេក្នុងវីដេអូនេះយើងនឹងជួបគ្នាពេលក្រោយក្នុងវីដេអូ session time clear zone បើសិនជាអ្នកចូលចិត្តវីដេអូនេះឃើញវីដេអូនេះបើហើយអាចយល់ខ្លះដឹងខ្លះអាចប្រើប្រាស់បាន PD array សូមជួយចុច like comment share ផងហើយនឹងផ្ញើដល់មិត្តភក្តិបងប្អូនដែលគាត់ trade ហើយគាត់ view ហើយគាត់រៀនបានខ្លះអរគុណអ្នកនាងសូមជម្រាបលា